អ្នកវិភាគសេដ្ឋកិច្ចថៃបានបន្ទោសទៅក្រុមអ្នកនយោបាយថៃថាហេតុអ្វីនៅសុកយកបញ្ហាព្រំដែនចម្ងាយ100ម៉ែត្រមកបង្កើតជាចំនួនជាមួយកម្ពុជាខណៈដែលថៃយើងមានព្រំដែនប្រវែង4863គីឡូម៉ែត្រដែលមិនបាន0.001%នៃប្រវែងសរុបផងនៅពេលនេះប្រទេសរបស់យើងនឹងប៉ះពាល់ដល់សេដ្ឋកិច្ចដ៏ខ្លាំងបំផុតមិនធ្លាប់មានហ៊ុនថៃអ្នកចំនួនថៃប្រជាពលរដ្ឋថៃបានបាត់បង់ចំណូលហើយយើងដឹងហើយថាកម្ពុជាប្រៀបបានដូចទៅនឹងប្រភពចំណូលដ៏ធំទី2របស់យើងចុះពីប្រទេសរបស់យើងដែលយើងបានគណនាទំនិញដែលនាំទៅកាន់កម្ពុជាបានបង្ហាញថាយើងខាតបង់ជាង24លានដុល្លារសហរដ្ឋអាមេរិកមកនឹង800លានបាតក្នុងមួយថ្ងៃនិងមិនទាន់គិតអំពីភ្ញៀវទេសចរខ្មែរដែលចូលទៅលេងថៃនិងទៅព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យឯកជនធំៗនៅក្នុងទីក្រុងបាងកកដោយបងប្អូនបានដឹងហើយថានៅតាមព្រំដែនប្រជាជនថៃទៅធ្វើការតាមព្រំដែនច្រើនជាងប្រជាពលរដ្ឋខ្មែរឡងទៅធ្វើការនៅព្រំដែនថៃផលិតផលកសិកម្មរបស់ថៃបានជាប់គាំងគ្មានទីផ្សារនាំចេញធ្លាក់ថ្លៃជាងមុន20ដងពិសេសប្រជាពលរដ្ឋថៃនៅព្រំដែនសន្តាគារបានកំពុងបិទទ្វារជាបន្តបន្ទាប់ខណៈនៅក្នុងក្រុងបាងកកសន្តាគារដែលសម្បូរដោយភ្ញៀវខ្មែរក៏ចាប់ផ្ដើមមានបញ្ហា